Ok អ្នកនរគ្នាឥឡូវមុនយើងចូលណាចូលទំព័រមួយគ្នាប៉ុន្តែយើងរៀនមួយផ្នែកឥឡូវយើងចូលផ្នែក practice and what much ឬក៏ many ណា much ឬក៏ many much យើងដឹងហើយបើយើងបានមើលវីដេអូមុនយើងប្រកាសជាទៅនឹងការប្រើប្រាស់ much ហើយនិង many គឺមានលក្ខណៈខុសគ្នាបែបម៉េចបើសិនជាអ្នកទាំងអស់គ្នាមិនទាន់យល់ទេសូមបកទៅមើលវីដេអូមុនសិនមុនពេលយើងចូលវីដេអូនេះណាកុំឲ្យយើងខកខានឬក៏មិនយល់ណានៅមេរៀនតើ complete the questions using much or many អញ្ចឹងយើងប្រើពីរណា much ហើយនិង many how much toast would you like តើត្រូវការនៅនំប៉័ងប៉ុន្មាន toast ហ្នឹងនំប៉័ងដែលយើងដុតហ្នឹង yogurt do we have left អញ្ចឹងយើងប្រើមិនយើងប្រើ much ណា how much yogurt do we have left តើយើងមានណាយើងមាន yogurt ប៉ុន្មានដែលនៅសល់ណា much ហ្នឹងប្រើជាមួយនឹង uncount noun people how many យើងប្រើជាមួយនឹងនាមដែលរាប់បាន how many people were at the wedding ណានៅកម្មវិធីរៀបអាពាហ៍ពិពាហ៍តើមានមនុស្សប្រមាណដែលបានចូលរួម money យើងរាប់មិនបានទេណាមិនមែនរាប់1លុយ2លុយទេអញ្ចឹងយើងប្រើ much how much money do you have in your pocket ណាតើមានលុយប្រមាណនៅក្នុងខ្លួនហ្នឹងអូខេ 5 petrol សាំងណា is there in the car ណាអញ្ចឹងសាំងគឺយើងរាប់មិនបានដែរយើងប្រើ much ណា how much petrol is there in the car ណាតើមានសាំងប៉ុន្មាននៅក្នុងឡាន children ក្មេងៗណាអញ្ចឹងមានចំនួនជាក់លាក់រាប់បានអញ្ចឹង how many children does your brother have តើបងប្អូនរបស់អ្នកមានកូនប៉ុន្មាននាក់ how many ចូលរកចំនួនរាប់បាន days ក៏រាប់បានដែរអញ្ចឹងយើងប្រើ many ណា how many days is it until your birthday ណាតើប៉ុន្មានថ្ងៃទៀតដល់ថ្ងៃខួបកំណើតរបស់អ្នក how many days time រាប់បានទេមិនបានទេអញ្ចឹង how much time តើមានពេលប៉ុន្មាន do you need for the exercise ណាដែលអ្នកត្រូវការក្នុងការធ្វើលំហាត់នេះchoose an answer for each question in exercise 1 អញ្ចឹងទាំងអស់នេះគឺជាចម្លើយអ្នកគ្នាឲ្យភ្ជាប់ពីលើមកអញ្ចឹង just 50p អញ្ចឹងគេសួរថា how much money do you have in your pocket មិនមានច្រើនទេ just អញ្ចឹងគឺទី4ណាយើងភ្ជាប់មកគឺត្រឹមតែ 50p ណា 100p គឺស្មើនឹង1 pound it's tomorrow ណាថ្ងៃស្អែកអញ្ចឹងប្រហែលជាសួរឬខុសកំណើតណា 7 ចាំមកយើងសួរគេសួរថាម៉េច how many days is it until your birthday ណាតើប្រហែលថ្ងៃទៀតដល់ថ្ងៃខួបកំណើតរបស់អ្នកគឺ oh it's tomorrow ណាថ្ងៃស្អែកហើយទី1 just one slide please ត្រូវការប្រហែលចំណិតដែរណា slide ណាខាងក្រោមគឺថា just one slide ហ្នឹងមកចំណិតណាតែយើងអានំប៉័ង sandwich ហ្នឹងគេហៅ toast ណាគេអាំងឲ្យ toast ឲ្យ please ណា please នឹងពាក្យគួរសម not a lot just one strawberry and one raspberry ណាมันមានច្រើនទេមានតែទឹក raspberry មួយហើយនឹងstrawberry មួយណាអញ្ចឹងគេសួររកអី yogurt ណាណា yogurt ទេអូខេទី2ណាគឺថា how much yogurt do we have left ណាតើមានណាផ្លែឈើទឹកផ្លែឈើប្រមាណដែលយើងមាននៅសល់ណាអញ្ចឹងដកទូចអញ្ចឹងទៅណាចាំ check បន្ថែមទៀត2 more minutes ណាត្រូវការប្រមាណនេះ how much time do you need for this exercise ណាត្រូវការប្រមាណដើម្បីធ្វើលំហាត់នេះហើយគឺ just 2 minutes ណា8ណាទេ to a boy and a girl គឺសួររឿងបងប្រុសរបស់អ្នកមានកូនប្រមាណណាមានកូនប៉ុន្មានគេសួរថា how many children does your brother have 2 a boy and a girl ណាគឺមាន2ប្រុសមួយស្រីមួយនេះ about 150ប្រកាសជាសួររឿង wedding ណា 3 okay how many people were at the wedding ណាតើមានមនុស្សប៉ុន្មានអ្នកបានចូលរួមពិធីអាពាហ៍ពិពាហ៍ about 150ប្រហែលជា150នាក់ it full ណាសួររឿងសាំង how much petrol is there in the car តើមានសាំងប្រមាណនៅក្នុងឡាន it's full ណាគឺវាពេញហើយ 5 អូខេមានប៉ុណ្ណឹងឥឡូវយើង check ជាមួយនឹងចម្លើយរបស់គេណា Tape script 8.8 Much or many? 1. How much toast would you like? Just one slice, please. 2.
How much yogurt do we have left? Not a lot. Just 1 strawberry and 1 raspberry. 3, How many people were at the wedding? About 150. 4, How much money do you have in your pocket? Just 50p. 5, How much petrol is there in the car? It's full. 6, How many children does your brother have? 2, a boy and a girl. 7, How many days is it until your birthday? It's tomorrow. 8, How much time do you need for this exercise? 2 more minutes. គេយើងអាន minutes ណាកុំអាន minute គេភាគច្រើនកូនសិស្សគឺអាន minute ណាយើងអាន minutes អូខេមានប៉ុណ្ណឹងហើយនៅខាងក្រោមក៏យើងធ្វើឲ្យអ្នកគ្នាមើលទាំងអស់គ្នាណា check it ណាយើងគេឲ្យយើង check underline the correct word អញ្ចឹងគេឲ្យយើងជ្រើសរើសពាក្យដែលត្រឹមត្រូវណាមានគេមកដាក់យើងច្រើនតិចធ្វើឲ្យយើងច្រឡំអញ្ចឹងយើងមើលអក្សរ trade ដែលយើងត្រូវណាយើងត្រូវជ្រើសរើស how many buttermilk អញ្ចឹងយើងប្រើ how many ជាមួយនឹងនាមដែលរកបានអញ្ចឹងអ្នកទាំងអស់គ្នាយើងយក eggs ណា how many eggs អានេះយើងឈួតចំមកអញ្ចឹង how many eggs តើមានសុទ្ធប៉ុន្មាន do we need ដែលយើងត្រូវការ we don't have យើងមើលចម្លើយនៅខាង left ណាអញ្ចឹង we don't have much ណា much គឺយើងប្រើជាមួយនឹងនាមរាប់មិនបានគឺ cheese យើងមិនមាន cheese ច្រើនទេណា we don't have much cheese left ណាយើងមិនមាន cheese សល់ច្រើនទេ I'm hungry ខ្ញុំ clean I like a ចំនួនរាប់បានណា a sandwich ហេតុអីមិនយើងមិនប្រើ bread រាប់មិនបានទេ apple ក៏យើងអត់ប្រើដែរគឺយើងប្រើ earn ណាអូខេ I like some any fruit please ចឹង I like ណា a fruit please អូខេយើង some any ណាយើងប្រើ any ក្នុងប្រយោគស្របប៉ុន្តែជាមួយនឹងណាយើងប្រើ some ណាយើងប្រើជាមួយចំនួន plural ណាច្រើន any ក៏យើងប្រើណាជាមួយ question ណាឬក៏ negative ចឹងកន្លែងនេះគឺអត់ត្រូវវាទេ I don't like យើងមើលអក្សរ ត្រូវយើងមាន broccoli and ice cream sometimes ចឹង I don't like ណា broccoli ហេតុអីបានយើងអត់ដាក់នៃចំនួនដូចថានេះបើយើងអត់ចូលចិត្តតែមួយណាក៏អត់ចូលចិត្តខ្លះដែរបើអត់ចូលចិត្តគឺអត់ចូលចិត្តតែម្ដងណាយើងអត់ចូលចិត្តតែអត់តាក់ទងជាមួយនឹងចំនួនទេគឺយើងអត់ចូលចិត្តទូទៅណារហូតតែម្ដងគឺអត់មានចំនួនណា Would you like some tea sandwich vegetable ចឹង some ជាមួយនឹងនាមដែលរាប់បានណារាប់បានហើយច្រើនប៉ុន្តែកន្លែងនេះគឺយើងប្រើជាមួយនឹង uncount ដែរ some ណាគេថាប្រើជាមួយ negative ណាជាមួយនឹងនាមដែលរាប់មិនបានអូខេកន្លែងនេះគឺ some tea ណាជាមួយ uncount ណាបើសិនជាកន្លែងនេះយើងត្រូវប្រើជាមួយនឹងនាមរាប់បានគឺយើងត្រូវថែម s អូខេចឹងអានេះគឺខុស tea how many money គឺខុសហើយ money គឺប្រើជាមួយនឹងនាមរាប់មិនបាន cousins ណាចឹង cousin គឺជាដូនមួយណាត្រូវ family ក៏អត់ត្រូវដែរគឺយើងប្រើជាមួយនឹង plural ណាចឹងកន្លែងនេះអត់មានត្រូវទេចឹង how many cousins do you have ណាមានចំនួនមួយប្រមាណអ្នកដែរ we have no much any homework today យើង homework យើងមើលមិនមែន much មិនមែន many យើងមើលអត់មាននាមហ្នឹងគឺត្រូវការ time as plural ណាចឹងអត់ plural ទេគឺយើងប្រើ we have no homework today ណាអត់មានកិច្ចការផ្ទះទេថ្ងៃនេះហើយមានប៉ុណ្ណឹងអ្នកគ្នាបើសិនជាអត់ក្បោះក្បាយអ្នកទាំងអស់គ្នាពិបាកសួរចូលរៀនផ្ទាល់ហ្នឹងទីចើលើកទៅចិត្តចូលរៀនផ្ទាល់មិនថ្លៃទេហើយយើងចេះរៀនច្រើនហើយពេលវេលាគឺយើងរៀនពេលយប់ដែរតើ work in small group យើងធ្វើការជាណាក្រុមតូចទៅ who can cook អ្នកណាអាចធ្វើម្ហូបបាន cook at look at the picture of the cutting pie យើងទៅមើលរូបភាពនៃការធ្វើនំ cutting pie how do you think is it made តើយើងគិតយ៉ាងម៉េចទៅនឹងការធ្វើ you can use this verb យើងអាចប្រើណាកិច្ចសព្ទនៅក្នុងនេះបានជាជំនួយណាមាន chop មាន fry មាន boil មាន mix មាន add ណាចឹងបន្ថែមមានបញ្ចូលអីគេខ្លះមានត្រូវស្ងោរអីខ្លះ
មានឆាអីខ្លះហើយកាត់ក៏ច្រាំអីគេខ្លះចឹងនេះគឺជាណា verb ដែលយើងអាចយកទៅប្រើប្រាស់បានអូខេមានប៉ុណ្ណឹងអ្នកនរគ្នានៅក្នុងណាទំព័រនេះ